មានការភ្ញាក់ផ្អើលពីប្រជាប្រដ្ឋាអ្នករត់កង់3បានលុកលាត់បៀតបៀនសម្រាប់ខោអាវនារីម្នាក់ជាភ្ញៀវរហូតអាវឆោឡោដល់សមត្ថកិច្ចនាំយកទៅប៉ោះទាំងកណ្ដាលយប់ស្រាប់តែពួកគេទាំងពីរនាក់គឺជាអាវឆោឡោលេងបងប្អូនគ្នាមកនេះបងសុំសួរទីបានបងមុនមានអីគេបងខ្ញុំដឹងដែរខ្ញុំជិះកង់3មកឃើញឆ្លុះគ្នាទៅកាប់ម្ដងមកឃើញម្ចាស់កង់3ហើយនឹងចាស់កង់3ហ្នឹងក៏ទៅជាប្តីប្រពន្ធគាត់ទេប្តីប្រពន្ធគាត់ទេបាទប្តីប្រពន្ធគាត់ហើយគាត់ផឹកស៊ីមួយគ្នាហ្នឹងតែផឹកស៊ីប្តីទៀតទៅរត់នៅសាកណ្ដាលប្តីទៅនៅសាកណ្ដាលបាទទៅរត់ដល់ពេលហ្នឹងទៅនឹងឆ្លុះគ្នាគាត់បកមកវិញទៅប្តីនឹងឆ្លុះគ្នាហ្នឹងប្រពន្ធគាត់ថឹងស្រវឹងខ្លាំងអញ្ចឹងបាទហ្នឹងខ្ញុំនិយាយតាមប្តីណាគាត់ស្រាប់អាវស្រាប់ប្រពន្ធហ្នឹងបាទប្រពន្ធស្រាប់ខ្លួនឯងក៏មិនគាត់ថាគាត់ស្រាប់ខ្លួនគាត់ប្តីនិយាយអញ្ចឹងប្តីគាត់និយាយបាទស្រាប់ខ្ញុំហ្នឹងឯងអត់ទាន់បាទប្តីគាត់លើកឡើងអញ្ចឹងបាទចុះប្តីគាត់តាណាបងបលីយកទៅប៉ោះបាទលីយកទៅប៉ោះបាទតែអញ្ចឹងគាត់ជាប្តីប្រពន្ធហ្នឹងមិនមែនជាភ្ញៀវនឹងអ្នកម្ចាស់កង់3ទេមិនមែនប្តីប្រពន្ធបាទអញ្ចឹងមានថាពេលតែគាត់ចេញពីនៅផឹកស៊ីជុំគ្នានេះគាត់ទៅដឹកភ្ញៀវប្តីទៀតរត់ប្រពន្ធអត់ផងទៅទៀតរត់ជាមួយហ្នឹងប្តីនិយាយអញ្ចឹងប្រពន្ធពេលចេញទៅជាមួយគ្នាបាទទៅមួយគ្នាហើយទៅឆ្លុះគ្នាមុខនោះហើយបកវិញប្តីបកវិញមកបាទគេថាវាមិនសូវស្រួលអញ្ចឹងទៅស្រួលក៏ប្តីបកវិញបកវិញស្រាប់តែមានអាវឆោឡោឲ្យប្រពន្ធសម្រាប់ខ្លួនឯងទៅបាទតបគ្នាឆ្លុះគ្នាថាញ៉ៃពេញកង់3ហ្នឹងណាខ្ញុំនិយាយតាមប្តីណាបាទប្រពន្ធមិនបាននិយាយអីទេបងប្រពន្ធគាត់និយាយថាប្តីនឹងវាយគាត់ថាប្តីនឹងវាយគាត់បាទឥឡូវចោទថាប្តីសម្រាប់គាត់ឬមិនទេអត់មានចោទសម្រាប់ថាប្តីវាយគាត់ប្តីនឹងវាយគាត់បាទប៉ុន្តែតែតាមផ្លូវនោះមកក្មេងៗស្ទាមបងដេញគាត់តាមគាត់ដែរក៏ឃើញហេតុការណ៍អញ្ចឹងគាត់ចេះភ័យហើយលោកអ្នកកង់3ធ្វើបាបស្រីនេះធ្វើការយុទ្ធការអញ្ចឹងអញ្ចឹងឥឡូវសមត្ថកិច្ចបានមកដល់កន្លែងកាត់ហេតុហើយបាទគាត់យកទៅបានយកអូនទៅបានដីគាត់បានប្តីគាត់យកហើយមកអូនប្រហែលជា20ជាងបាទ20ជាងអូនស្រីក៏នៅបាទតិចដែរបាទប៉ុណ្្នឹងដែរបាទនេះប៉ុន្តែមានកូនមួយបាទបាទប្តីគាត់ដីផ្ទះគាត់ជួលក្នុងឃើញពកូនចេញមកមិញកូនប្រហែលជា5ខែកូនគាត់បាទកូនច្រើនមកកូនច្រើនប្រិមត្តទាំងគ្នាតាមការសាកសួរពីបងប្រុសដែលគាត់បានដឹងពីហេតុការណ៍ខាងលើហ្នឹងគឺបងស្រីនៅក្នុងផាសអាប់នេះគឺគាត់ជាប្តីប្រពន្ធបាទមានថាគាត់ជាប្រពន្ធរបស់ម្ចាស់កង់3ហ្នឹងបន្ទាប់ពីមានការជួបជុំចូលផាស៊ីនៅក្នុងបន្ទប់ជួលគាត់បាទហើយទៅប្តីហ្នឹងទាមទារថាចេញទៅដឹកភ្ញៀវចេញទៅដឹកភ្ញៀវទៅក៏ប្រពន្ធទាតាមទៅចេញទៅដល់មុខចំណុចផ្លូវប្របែកជា3នោះប្រិមត្តហើយក៏បកមកវិញមានការបកាយគ្នាឆ្លោះបកាយគ្នាបាទវាប្តីប្រពន្ធហ្នឹងហើយទៅក៏ប្តីហ្នឹងមើលទៅស្រួលក៏ជីបកមកវិញមកកន្លែងហ្នឹងវិញទៅហើយតាមការបញ្ជាក់ពីប្តីហ្នឹងក៏យើងផឹករៀងស្វឹងតិចតួចផងដែរតាមការបញ្ជាក់ពីបងប្រុសមិញហ្នឹងពីការជុំហ្នឹងហើយបន្ទាប់មកក៏ប្តីលើកឡើងថាប្រពន្ធហ្នឹងគឺគាត់សម្រាប់ខោអាវខ្លួនឯងអញ្ចឹងណាអាវឆោឡោនៅនឹងទីតាំងបន្ទប់ជួលមុខបន្ទប់ជួលរបស់គាត់តតែម្ដងហើយមេស្ទៀវប្រហែលក្រុមមិញគាត់ឃើញគាត់មានការភ័យខ្លាចតែមានឆ្លោះគ្នាឬមួយក៏មានម្ចាស់កង់3ហ្នឹងធ្វើបាបដឹកភ្ញៀវអីធ្វើបាបក្មេងស្រីអញ្ចឹងណាហើយក៏គាត់ចោះមកសួរនាំអញ្ចឹងទៅក៏មានការផ្អើលមុនហ្នឹងទៅឥឡូវសមត្ថកិច្ចបានមកដល់ទីតាំងកន្លែងកាត់ហេតុបាននាំម្ចាស់កង់3ឲ្យយកទៅប៉ោះឲ្យបងប្អូនគ្នាដែលត្រូវជាប្តីបងស្រីនេះបាទបងសួរបែបខំគាត់បានរឿងហ្នឹងយ៉ាងមិនគាត់ខ្ញុំដោះអាខ្លួនឯងយ៉ាងមិនអូនខ្ញុំមិនដឹងបងតែលើបងថាគាត់តស្ដីគ្នាហើយឃើញបងប្រុសខ្ញុំគាត់រត់ទៅគាត់គោះពីបន្ទប់ប៉ាបងស្រីខ្ញុំអីធ្វើអីបងស្រីខ្ញុំបងថ្លៃគាត់បងថ្លៃចាអញ្ចឹងបងប្រុសណាបង្កើតហ្នឹងមានអីមួយប្រពន្ធចេះអត់ទេបងសាខាងប្តីខ្ញុំតែធ្វើបងបង្កើតខាងប្រុសបងណែតែថ្លៃចាបងចាអញ្ចឹងឥឡូវនេះបងស្រីអ្នកនេះដែរត្រូវជាបងថ្លៃណៃនេះគាត់មានបញ្ហាអីមួយប្តីគាត់ពេលហ្នឹងគាត់ផឹកនៅផ្ទះជុំគ្នាបងតែអត់ឃើញមានរឿងអីទេតែបងស្រីខ្ញុំគាត់តែមានទូរស័ព្ទបើទៅតាមបងខ្ញុំហត់មួយគ្នាទេហើយខ្ញុំឃើញបងខ្ញុំឆាតទៅប្តីខ្ញុំនឹងសុំអេបសុំអីយកអេបវិញទេតែខ្ញុំមិនដឹងថាគាត់មានបញ្ហាថ្នាក់ហ្នឹងឯងបងទៅពេលមកដល់ផ្ទះខ្ញុំលើបងប្រុសខ្ញុំគូទ្វារបន្ទប់ប៉ាបងស្រីខ្ញុំហ្នឹងតែថាប៉ាឲ្យជួយផងគេមកខ្ញុំហើយដល់ពេលទៅដល់ពេលទៅមើលទៅឃើញគាត់ឈាមពេញមុខម្ដងឃើញបងស្រីខ្ញុំពុំពាក់សរងហ្នឹងដល់ហ្នឹងចាបងចាចាបងចាតែគាត់ហ្នឹងចាខ្ញុំមិនតាមជួបបន្ទប់ហ្នឹងបងអត់ដឹងថាមានអីខ្លះអត់ដឹងទេបងខ្ញុំអត់ដឹងរឿងច្បាស់មកនេះសាំម្ដងពីបងខ្ញុំពងគួយយំឯណោះចាចាម្ចាស់កង់3ហ្នឹងត្រូវជាប្តីគាត់មែនចាបងចាអញ្ចឹងពីមុនមកអត់ដឹងថាគាត់មានដំណោះអីចឹងអត់ទេបងខ្ញុំអត់មានរឿងអីមួយគ្នាទេបងប្តីប្រពន្ធគាត់មានកូនមួយមែនមានកូនមួយបងឥឡូវកូនណានេះបងកូនពងខ្ញុំហ្នឹងឯងប្រាប់ខែគាត់ហ្មងចាខ្ញុំមិនថាគាត់នៅកូនខ្ចីឡើយកូនខ្ចីញ៉ាំប្រិមត្តទាំងគ្នាឥឡូវសមាជិកគាត់ថានាំបងស្រីយកទៅប៉ោះហើយបាទប្តីប្រពន្ធអាយុទៅតែ20ឆ្នាំជាងប្រពន្ធបាទអាយុក្បែរ20ហ្នឹងដែរបាទហើយយើងក៏មិនទាន់ដឹងច្បាស់ថាគាត់បានឆ្លុះបកាយគ្នាយ៉ាងម៉េចយ៉ាងម៉ាដែរបងប្អូនទាំងគ្នាបាទតែបង្កការភ្ញាក់ផ្អើលនៅមុខបន្ទប់ជួលរបស់គាត់ហ្នឹងបងប្អូនទាំងគ្នាបាទអូនថាមិនមែនថានេះបងប្អូនគាត់តែប្តីគាត់ខ្ញុំបងគាត់អូនគាត់នេះបាទអូនអត់ដឹងមានរឿងអីអូនខ្ញុំអត់ដឹងដែរអត់ដឹងដែរពីបងគាត់ឆ្លុះគ្នាអញ្ចឹងអូនបាទពីបងគាត់ឆ្លុះគ្នាអញ្ចឹងអត់ទេអត់ទេបាទតែលើកទី1ទេបាទប្រិមត្តទាំងគ្នាឥឡូវគាត់ទៅមានកូនតូចឥឡូវគាត់ទៅប៉ោះឲ្យបងប្អូនគ្នាបាទឥឡូវបងអូនថ្លៃហើយនឹងបងអូនស្រីគាត់នាំទៅប៉ោះហើយបាទជាមួយសមាជិកបាទសមាជិកបាននាំទៅប៉ោះមុនហ្នឹងនាំប្តីទៅប៉ោះតែម្នាក់ឯងនៅតែប្រពន្ធដើម្បីនាំទៅប៉ោះធ្វើការសាកសួរនាំឲ្យដឹងពីសាច់រឿងថាតើពីដំបូងហ្នឹងបាទមានការឆ្លោះបកាយគ្នាដោយសារតែផ្ដើមពីមូលហេតុអ្វីហើយមានការសម្របសម្រួលគ្នាបានអត់បាទបើសិនជាប្តីប្រពន្ធនឹងគ្នាទេធ្លាប់រួបជាមួយគ្នាច្រើនឆ្នាំហើយកុំដោយសារតែរឿងតិចតួចមានការឆ្លោះបកាយគ្នារហូតដល់ឈានការបែកបាក់គ្នាអីសោះហើយឥឡូវសមាជិកបាននាំប្តីប្រពន្ធទាំងពីរនាក់តែមានកូនទៅតែ5ខែនាំយកទៅប៉ោះបាទដើម្បីសម្របសម្រួលពួកគាត់ដើម្បីបញ្ចប់រឿងកុំឲ្យមានការវែងឆ្ងាយទៅមុខទៀតដោយសារតែមុននេះយើងទទួលព័ត៌មានគឺថាខាងស្រីនោះបាទមានការសម្រាប់កៅអៅខ្លួនឯងទៀតតាមការបញ្ជាក់ពីប្តីគាត់គឺថាប្រពន្ធហ្នឹងអាចឆ្លោះគ្នាខឹងរឿងអីអញ្ចឹងយើងមិនដឹងច្បាស់ទេស្រាប់តែមានការស្រាតកៅអៅខ្លួនឯងឲ្យអើឆោឡោនៅមុខបន្ទប់ជួលដល់ហើយនេះគឺជាបន្ទប់ជួលដែលគាត់បានជួលនៅក្នុងហ្នឹងបងប្អូនទាំងគ្នាហើយឥឡូវនេះសមាជិកបាននាំគាត់យកទៅប៉ោះហើយដើម្បីធ្វើការចរចាគ្នាអរគុណមែនទែនប្រិមត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបើខ្ញុំបាទមានចំណុចលឺខុសខាតប្រការណាមួយមិនសមរម្យក៏សូមខន្តីអភ័យទោសដល់លោកខ្ញុំនិងក្រុមការងារផងសូមអរគុណបានការគ្រប់លា